ទី29ខែធ្នូឆ្នាំ2025ត្រូវជាថ្ងៃទិវាសន្តិភាពនៅកម្ពុជាហើយក៏ជាពេលដែលគេត្រូវផ្អាកឈប់បាញ់បោះរយៈពេល72ម៉ោងផងដែរនិយាយពីថាខ្ញុំនេះឃើញថប់ stress ខ្លាំងមែនតើអង្គុយធ្វើត្រីសុកនៅឃើញចង់បបួលគ្នាដើរលេងសារតែខ្លួនឯងនេះអត់មានយានជំនិះអញ្ចឹងហើយក៏បបួលប្អូនថ្លៃទៅលេងសៀមរាបហើយគ្នានឹងធ្ងរលហឹមថាអត់មានលុយទេហើយបបួលចំពេលអត់លុយហើយស្រុកទេអញ្ចឹងទៀតនេះតែ2ម៉ោងក្រោយមកគាត់ក៏ខលមកម្ដងទៀតគាត់ថាចែទៅសៀមរាបអីគាត់ក៏មានដំណើរត្រូវទៅសៀមរាបដែរពួកអីបងរបស់គាត់ហ្នឹងឲ្យគាត់ឡើងទៅយកកូនរបស់គាត់ដែលត្រូវជាក្មួយរបស់គាត់ហ្នឹងត្រឹមសៀមរាបពួកអីតំបន់ដែលគាត់រស់នៅហ្នឹងគឺជាតំបន់ក្តៅហើយពួកគាត់ជាជនភៀសសកណាដូច្នេះហើយកុំឲ្យខាតខ្ញុំក៏បានមកជាមួយគាត់ដែរទៅហើយបើនិយាយពីគោលដៅវិញគឺថាខ្ញុំអត់មានគោលដៅទេគឺជាតែមកទេមកដល់ត្រឹមណាក៏ត្រឹមហ្នឹងឯងគ្រាន់តែបានមកដល់ទឹកដីសៀមរាបភ្លាមគឺនឹកសម័យខ្លួនឯងកាលពេលដែលយើងចប់ទី12ហើយឡើងមកមើលសាលាពួកអីខ្ញុំជាប់អាហារូបករណ៍ 100% នៅសាកលវិទ្យាល័យអង្គរកាលនោះខ្ញុំដាក់ department សន្តាគារនិងបដិសន្តារកិច្ចប៉ុន្តែអត់ដឹងថាគេរៀនពីអីទេហើយកាលហ្នឹងថ្លើមក៏ធំទៀតអ្នកទេអត់ឲ្យឡើងមកមើលទេប៉ុន្តែខ្ញុំវល់បងសុំលុយបង200000ឡើងមកមើលសាលាកណាច់ថានចប់អាហារូបករណ៍ហើយចង់ឃើញសាលាក៏បានដែរកាលនោះមកជាមួយមិត្តភ័ក្តិម្នាក់ហើយគាត់ម៉ែគាត់ក៏មកជាមួយដែរតែចុងក្រោយខ្ញុំទៅផ្ទះវិញម្នាក់ឯងជាមួយនឹងម៉ែគាត់ហើយគាត់នៅរៀនអីចឹងណាចប់ត្រឹមនឹងសិនឥឡូវនេះខ្ញុំបានមកដល់គោលដៅទី1ហើយដែលមានឈ្មោះថាសួនរុក្ខជាតិអង្គរហើយកន្លែងហ្នឹងដែរខ្ញុំធ្លាប់ឃើញគេទៅលេងទៅអីណាឃើញគេថតផុសអីចឹងទៅតែមិននឹកស្មានតែខ្លួនឯងហ្នឹងបានទៅដល់ទេហើយអាការដល់ពេលខ្ញុំចូលមើលហ្នឹងគឺថាអត់ឃើញមានគេលក់សម្បត្តិអីទេគឺដើរចូលធម្មតាហើយគ្រាន់តែ scan page like page អីចឹងណានឹងមានការលក់សម្ភារៈអនុស្សាវរីយ៍ដូចជាមួកដូចជាអីទៅហើយនឹងផលិតផលនៅក្នុងហ្នឹងដូចជាពងទាពងកងានពងអូទ្រីអីចឹងព្រោះថានៅក្នុងហ្នឹងមានចិញ្ចឹមសត្វជាច្រើនហើយបើនិយាយពីទេសភាពនៅក្នុងហ្នឹងផងដែរគឺថាសត្វរុក្ខជាតិហើយនឹងសត្វពិសេសគឺត្រីហ្នឹងហ្មងហើយត្រីហ្នឹងច្រើនខ្លាំងមែនតើតែសត្វប្រភេទនេះវិញស្តៀងទាតែមិនមែនទាណាក៏បានឃើញកូនផ្ទះតូចរបស់សត្វទន្សាយមើលទៅទំនងខ្លាំងមែនតើឡើងតូចច្រឡឹងហើយចំណែកសត្វនេះវិញគឺថាតូចដូចសត្វកណ្ដុរហើយបើនិយាយពីពណ៌សម្បុរគេវិញឡើងខ្ជូតចំណែកកន្លែងនេះវិញគឺជាកន្លែងដែលគេឲ្យចំណីត្រីចំណែកខាងនេះវិញគឺជាផ្ទះរបស់សត្វព្រាបមានទាំងសមានទាំងប្រភេទហើយបើយើងដើរទៅមុខទៀតគឺដល់ផ្ទះរបស់អូទ្រីតែម្ដងកាលពីមុនណាធ្លាប់ឃើញក្នុងទូរស័ព្ទក្នុងទូទស្សន៍ដល់ទៅពេលបានឃើញផ្ទាល់ខ្លួនឯងណែឡើងប៉ុនណានៃធំរបស់គេមែនតើយល់យើងទៅលក់នៅថែវាឯសត្វអូទ្រីហ្នឹងគេមានឈ្មោះរបស់គេឈ្មោះគេសត្វនីសាហើយបើយើងដើរហួសទៅមុខទៀតគឺគេមានភោជនីយដ្ឋានមានគេលក់កាហ្វេអីចឹងណាតែខ្ញុំចូលទៅហ្នឹងអត់មានទិញកាហ្វេគេទេគឺចូលទៅលេងដោយសារឃើញទេសភាពគេស្អាតហើយណាមួយខ្ញុំអត់ត្រូវជាមួយនឹងកាហ្វេហ្នឹងទៀតព្រោះថាតាហ៊ានដាក់គឺថាញ័រដៃញ័រជើងញ័របេះដូងលើហើយតែតែគ្នាមកខ្ញុំរៀនបាញ់ទ្រូអូនញ៉ាំនេះគេបាញ់ទៅមុខបានទៅទៅរួចអូនអូនកូនទៅចិត្តនោះឲ្យទៀតមុខទៀតទី3ជួរកាជួរមិនចាំទី3ទៅបាញ់ទៅលាក់ទៅមកបាញ់មកអូដល់ប្រុញដល់ចង់ថាឆែកចង់ថាមិញធ្នុំនឹងខំបាញ់អត់ត្រូវគេឡើងមកដូរដាក់ធ្នុំកូនក្មេងតែបលិងអូយពេលខ្លាំងទៀតអូខេបាយដឹងបងអត់ដែរចង់ថាថប់មកកម្រិតកុំឲ្យធ្វើកុំមកអើយអត់ទឿដោយខ្ញុំប្រាប់អញ្ចឹងគឺថាខ្ញុំអត់មានតែទិញកាហ្វេទេតែមើលមនុយគេធ្វើដូចតំណងខ្លាំងណាស់អញ្ចឹងតែមានអីមើលទៅណាព្រោះថាយើងមិនតែបានទៅម្ដងយើងមើលណាណៃណាដល់វគ្គនេះគឺជាវគ្គឲ្យចំណីត្រីជាវគ្គចុងក្រោយគេដែលត្រូវមកទេហើយមូលហេតុដោយសារតខ្ញុំដើរមើលឲ្យអស់សិនមិញប្រាប់ថាកន្លែងឲ្យចំណីត្រីតែបានចូលដើរមើលកន្លែងគេអស់សិនប៉ុន្តែអត់តន់អស់ទេតែដោយសារតរៀងថ្ងៃហើយឃ្លានបាយទៀតអញ្ចឹងមកដល់កន្លែងនឹងហើយឲ្យចំណីត្រីចំណីអីរួចទៅក៏ត្រឡប់មកវិញគឺដើរចូលកន្លែងផ្ទះរបស់អនដែរហើយវីដេអូនៅក្នុងសួនរុក្ខជាតិអង្គរនេះក៏ត្រូវបានបញ្ចប់ទៅត្រឹមនឹងរងចាំទស្សនាភាគបន្តបាយបាយ